គេនៅតែល្អលោកវ៉ែនរូនីទទូចឲ្យ Manchester United ចុះហត្ថលេខានាំយកអតីតកីឡាកររូបនេះមករួមក្រុមវិញវរៈបរិះរបស់ក្រុម Manchester United លោក Wayne Rooney បានទទូចឲ្យក្រុមបិសាចក្រហម Manchester United ចុះហត្ថលេខានាំយក David De Gea មកចូលរួមក្រុមវិញព្រោះលោកមើលឃើញថាអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះនៅតែបង្ហាញគុណផលល្អនៅលើទីលានជាការពិតណាស់ David De Gea បានចាកចេញពី Manchester United កាលពីឆ្នាំ2023និងបានទៅចូលរួមជាមួយ Fiorentina នៅ League Italy ក្រោយមិនមានការបន្តកិច្ចសន្យាថ្មីបន្ទាប់ពីក្លឹបសម្លឹងឃើញ Andre Onana ដែលអាចប្រើប្រាស់បានក្នុងរយៈពេលវែងប៉ុន្តែផ្ទុយទៅវិញ Onana ហាក់បង្ហាញគុណផលលេងមិនសូវល្អទាល់តែសោះពលជារឿយៗរូគេតែងតែបង្កើតកំហុសនៅត្រង់តំបន់អ្នកចាំទីធ្វើឲ្យអ្នកគាំទ្រមួយចំនួននៅតែនឹករលឹកដល់ចំពោះសមត្ថភាពរបស់ De Gea ទាក់ទងនឹងរឿងខាងលើលោក Wayne Rooney បាននិយាយថាខ្ញុំនឹងចុះហត្ថលេខា De Gea មកវិញខ្ញុំគិតថា Manchester United ប្រហែលជាកំពុងនឹកគាត់ហើយគាត់នៅតែអាចជួយក្រុមបាន